យោធាថៃបានបាញ់កំភ្លើងធំសរុបចំនួន360គ្រាប់ចូលទៅកាន់ភូមិជោគជ័យនិងព្រៃច័ន្ទនៅថ្ងៃនេះក្រសួងការពារជាតិនៅរុស្ស៊ីថ្ងៃទី26ធ្នូនេះបានឲ្យដឹងថាយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទៅកាន់ទីតាំងប្រជាជនស៊ីវិលកម្ពុជាដោយបំបាញ់កំភ្លើងធំសរុបចំនួន360គ្រាប់ចូលទៅកាន់ភូមិជោគជ័យនិងព្រៃច័ន្ទនៅថ្ងៃនេះក្នុងនោះចាប់ពីម៉ោង7ព្រឹកដល់ម៉ោង2:30នាទីរសៀលយោធាថៃបានបាញ់ប្លង់ប្រមាណ250គ្រាប់ចូលទៅកាន់ភូមិសាស្ត្រភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅម៉ោង7:00នាទីព្រឹកដល់ម៉ោង2:30នាទីរសៀលយោធាថៃបានបាញ់ប្លង់ចូលប្រមាណ110គ្រាប់ទៀតចូលទៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហើយចាប់ពីវេលាម៉ោង6:08នាទីទៅដល់ម៉ោង7:15នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន40គ្រាប់ចូលទៅក្នុងភូមិសាស្ត្រភូមិជោគជ័យដើម្បីបំផ្លិចបំផ្លាញនិងកំទេចចោលនៅលំនៅឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាយ៉ាងកំរោលនិងអមនុស្សធម៌ចាប់ពីម៉ោង9:59នាទីដល់ម៉ោង10:53នាទីយោធាថៃបានបន្តបាញ់ប្លង់កំភ្លើងប្រភេទ155មីលីម៉ែត្រសរុបចំនួន6គ្រាប់បន្ថែមទៀតចូលទៅក្នុងភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ